នៅក្នុងប្រទេសកម្ពុជាយើងបើគេនិយាយពីរថយន្តដែលពេញនិយមបំផុតជួយសន្សំសំចៃនិងងាយស្រួលលក់ចេញវិញនោះគឺគ្មានរថយន្តណាអាចមើលរំលងពី Toyota Prius បានឡើយនេះមិនមែនគ្រាន់តែជារថយន្តសម្រាប់ធ្វើដំណើរមួយមុខនោះទេប៉ុន្តែវាគឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់សេដ្ឋកិច្ចគ្រួសារទោះជាយ៉ាងណាក៏ដោយនៅពីក្រោយភាពល្បីល្បាញនេះក៏មានអាចកំបាំងបច្ចេកទេសនិងចំណុចខ្សោយមួយចំនួនដែលអ្នកប្រើប្រាស់គ្រប់រូបគួរតែដឹងមុននឹងសម្រេចចិត្តចំណាយថវិកាទៅលើរថយន្តមួយនោះតើបងប្អូនយើងទៅដឹងពីចំណុចទាំងអស់នោះជាមួយនឹងខ្ញុំទាំងអស់គ្នាប៉ុន្តែមុននឹងយើងចូលទៅដល់ការវិភាគលម្អិតដើម្បីកុំឲ្យបងប្អូនមករំលងនៅរាល់គន្លឹះសំខាន់និងចំណេះដឹងបច្ចេកទេសពីរថយន្តសូមបងប្អូនជួយចុច Subscribe និងបើកកណ្ដឹងម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបង្កើតវីដេអូដែលទាក់ទងជាមួយនឹងរថយន្តបន្តទៀតចំណុចទី1គឺយើងនិយាយពីបប្រតិបត្តិទីផ្សារ Prius 10គឺជា model ដំបូងគេនៃចំនួនទី3វាបានបង្ហាញខ្លួនក្នុងគោលបំណងកែប្រែពិភពលោកឲ្យប្រើប្រាស់ថាមពលបៃតងសម្រាប់កម្ពុជារថយន្តនេះបានវាយលុកទីផ្សារយ៉ាងខ្លាំងក្នុងចន្លោះឆ្នាំ2015រហូតមកដល់បច្ចុប្បន្នដោយសារវាមានរូបរាងទំនើបជាងស៊េរីឆ្នាំ2004និង2009អ្វីកាន់តែពិសេសនោះគឺវាបានផ្ដល់កម្លាំងខ្លាំងជាងមុនចំណុចទី2យើងនិយាយពីលក្ខណៈបច្ចេកទេសព្រោះបានបំពាក់ជាមួយនឹងម៉ាស៊ីនសាំងដែលមានទំហំរហូតដល់ 1.8 លីត្រ 4 ស៊ីឡាំងម៉ាស៊ីននេះបានប្រើប្រាស់ប្រព័ន្ធ Atkinson Cycle ដែលជាបច្ចេកវិទ្យាម្យ៉ាងដែលអនុញ្ញាតឲ្យរាល់ការបឺតខ្យល់របស់វាបានយូរជាងមុនដើម្បីកាត់បន្ថយការប្រើប្រាស់សាំងក៏ប៉ុន្តែវានៅតែរក្សាកម្លាំងបានល្អរថយន្តនេះក៏បានប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Hybrid Synergy Drive ជាការរួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំងនិង Motor Atkinson ចំនួន2 Motor ទី1គឺ MG1 វាប្រើប្រាស់សម្រាប់បញ្ឆេះម៉ាស៊ីននិងការសាកភ្លើងចូលអាគុយរីឯ motor ទី2គឺ MG2 វាមានមុខងារសម្រាប់រុញកង់ឲ្យវិលទាំង4និងមានមុខងារជួយកាត់បន្ថយល្បឿនផងដែរដែលបានផ្ដល់កម្លាំងសរុបរហូតទៅដល់134 horsepower រថយន្តនេះបានប្រើប្រាស់ជាមួយនឹងប្រអប់លេខប្រភេទ ECVT វាខុសពីប្រអប់លេខឡានធម្មតាត្រង់ថាវាគ្មានធ្មេញលេខញែកដាច់ពីគ្នានោះទេក៏ប៉ុន្តែវាបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Planetary Gear ដើម្បីផ្លាស់ប្ដូរល្បឿនយ៉ាងរលូនបំផុតមួយវិញទៀតនោះគឺការកម្រិតស៊ីប្រេងវាមានរហូតដល់ចន្លោះពី 3.8 លីត្រទៅ 4.5 លីត្រក្នុង100គីឡូម៉ែត្រអាស្រ័យទៅលើការបើកបរផងដែរចំណុចទី3គឺការបែងចែកប្រភេទ option នៅកម្ពុជាការយល់ដឹងពី option ជួយឲ្យអ្នកមិនចាញ់បោកអ្នកលក់ទេព្រោះ010មាន option រហូតទៅដល់4 option ទី1គឺ option 2 option នេះគឺជាកម្រិតមូលដ្ឋានដែលប្រើប្រាស់ចង្កៀងខាងមុខធម្មតាគ្មានប្រព័ន្ធសំឡេង JBL និងគ្មានកាមេរ៉ាខាងក្រោយពីក្រុមហ៊ុន option 3បន្ថែមប្រព័ន្ធសំឡេង JBL 8គ្រាប់និងមានកាមេរ៉ាខាងក្រោយ option 4វាមានលក្ខណៈពិសេសត្រង់បានបំពាក់ជាមួយនឹង Solar Roof ដែល Solar នោះគឺស្ថិតនៅលើដំបូលនៃរថយន្ត Solar នេះមានតួនាទីសម្រាប់ជួយបូមខ្យល់ក្តៅចេញពីខាងខ្នងឡាននៅពេលដែលម្ចាស់រថយន្តចតចោល option ចុងក្រោយគឺ option 5គឺជាប្រភេទ full option ដែលមានចង្កៀងខាងមុខជាប្រភេទ LED គ្រាប់បាញ់ចំនួន3បូករួមជាមួយនឹងយ៉ានកង់17អ៊ីងនិងមានប្រព័ន្ធ radar ដែលជួយជំនួយការបើកបរនិងរក្សាចម្ងាយសុវត្ថិភាពផងដែរចំណុចទី4នោះគឺយើងនិយាយពីចំណុចខ្លាំងដែលធ្វើឲ្យ Prius 10មានការរីកធ្លោវាគឺជារថយន្តដែលជួយសន្សំសំចៃថវិកាបានច្រើនបំផុតសម្រាប់ដែលអ្នកត្រូវការធ្វើដំណើរច្រើននៅក្នុងក្រុងមួយវិញទៀតនោះគឺនៅកម្ពុជាយើងគ្រឿងបង្លាស់ Prius 10គឺសម្បូរខ្លាំងតាំងពីគ្រឿងថ្មីរបស់ក្រុមហ៊ុនរហូតដល់គ្រឿងទឹកនៅតាមឃ្លាំងផងដែរម្យ៉ាងទៀតវាបានបំពាក់ជាមួយនឹងពងសុវត្ថិភាពជំវិញខ្លួន7ទៅ8គ្រាប់តាមប្រភេទ option និងមានប្រព័ន្ធទប់លំនឹងបានល្អបំផុតបើយើងនិយាយពីតម្លៃទីផ្សាររថយន្តនេះគឺជារថយន្តដែលហងស៊ុយបំផុតទិញជាហើយលក់ចេញវិញក៏មិនសូវខាតដើមដូចឡានម៉ាកផ្សេងនោះទេមកដល់ចំណុចទី5គឺយើងនិយាយពីបញ្ហាដែលជួបប្រទះជាញឹកញាប់ជាទូទៅរថយន្តគ្រប់ប្រភេទសុទ្ធសឹងតែមានចំណុចខ្លាំងនិងចំណុចខ្សោយហើយបើសម្រាប់ Prius 10វិញរួមមានបញ្ហាដូចជាប្រព័ន្ធហ្វ្រាំង ABSបូម ABS ងាយនឹងខូចបង្កឲ្យមានសំឡេងលាន់និងភ្លើងសញ្ញាលោតប្រមាននៅលើកង់ទ័រមូលហេតុដែលធ្វើឲ្យប្រព័ន្ធ ABS មានបញ្ហានោះគឺការមិនផ្លាស់ប្ដូរប្រេងហ្វ្រាំងតាមការកំណត់ឬការប្រើប្រាស់អាគុយ12វ៉ុលដែលមានកម្លាំងខ្សោយបញ្ហាមួយទៀតនោះគឺ
head gasket failure ម៉ាស៊ីនញ័រខ្លាំងនៅពេលដែលបញ្ឆេះដំបូងនិងបាត់បង់ទឹកស្អុំម៉ាស៊ីនមូលហេតុដែលធ្វើឲ្យម៉ាស៊ីនមានលក្ខណៈញ័រខ្លាំងនោះគឺការកើតឡើងដោយសារការកកស្ទះនៅប្រព័ន្ធ EGR ដែលធ្វើឲ្យម៉ាស៊ីនឡើងកម្ដៅខ្លាំងជ្រុលពេកបញ្ហាចុងក្រោយនោះគឺជាប្រព័ន្ធអាគុយឬក៏ hybrid battery អាយុកាលរបស់អាគុយជាមធ្យមគឺ10ទៅ12ឆ្នាំសម្រាប់រថយន្តឆ្នាំ2010អាយុកាលរបស់វានោះគឺភាគច្រើនចាប់ផ្ដើមចុះខ្សោយចំណុចទី6គឺយើងធ្វើការប្រៀបធៀបលម្អិតរវាង Toyota Prius និង Honda Insight ភាពខ្លាំងទី1នោះគឺ Prius 010បានប្រើប្រាស់ជាមួយនឹង full option ដែលអាចរត់អគ្គិសនីសុទ្ធបានវាគឺជាប្រភេទ EV mode ក៏ប៉ុន្តែសម្រាប់ Insight វិញបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធ My Hybrid វាគឺជាប្រភេទ motor គ្រាន់តែជាអ្នកជំនួយ AC ដោយមិនអាចរត់ដោយអគ្គិសនីសុទ្ធបានយូរនោះទេព្រោះមានទំហំម៉ាស៊ីន 1.8 លីត្រដែលជាកម្លាំងខ្លាំងនិងហាប់ណែនបានល្អរីឯ Insight វិញវាមានទំហំម៉ាស៊ីនត្រឹមតែ 1.3 លីត្រដែលជាកម្លាំងខ្សោយជាងនិងពិបាកឡើងចំណោតព្រោះសម្បូរទៅដោយគ្រឿងបន្លាស់រីឯ Insight សម្បូរមធ្យមនិងពិបាករកគ្រឿងមួយទឹកបើយើងនិយាយពីតម្លៃទីផ្សារព្រោះមានតម្លៃថ្លៃជាងចន្លោះពី 15,000 ទៅ 19,000 រីឯ Insight មានតម្លៃធូរជាងវាមានចន្លោះចាប់ពី $9,500 ជាងរហូតដល់ $12,000 ជាងតម្លៃវាប្រែប្រួលទៅតាម option នៃរថយន្តផងដែរសរុបមកវិញនោះគឺ Toyota Prius នៅតែជារថយន្តលំដាប់ផ្កាយមួយសម្រាប់ទីផ្សារកម្ពុជាអ្វីដែលកាន់តែពិសេសនោះគឺរថយន្តនេះបានផ្ដល់ឲ្យបងប្អូននៅភាពសន្សំសំចៃផាសុកភាពព្រមទាំងទំនុកចិត្តនៅលើគ្រឿងបន្លាស់ផងដែរទោះបីជាវាមានបញ្ហាបច្ចេកទេសខ្លះដែលត្រូវយកចិត្តទុកដាក់ក៏ប៉ុន្តែប្រសិនបើបងប្អូនជាម្ចាស់រថយន្តដែលចេះថែទាំនិងយល់ច្បាស់ពីរថយន្តនោះរថយន្តនេះនឹងក្លាយជាដៃគូធ្វើដំណើរដ៏ស្មោះត្រង់និងជួយសន្សំសំចៃថវិកាក្នុងហោប៉ៅរបស់បងប្អូនយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរតើបងប្អូនមានបទពិសោធន៍យ៉ាងណាខ្លះជាមួយនឹងរថយន្ត Toyota Prius តើបងប្អូនមានសំណួរអ្វីបន្ថែមអំពីការឆែកមើលរថយន្តមុននឹងទិញយកមកប្រើប្រាស់សូមបញ្ចេញមតិរបស់បងប្អូននៅក្រោមវីដេអូនេះមួយវិញទៀតនោះបើបងប្អូនយល់ថាវីដេអូនេះល្អសម្រាប់បងប្អូនសូមកុំភ្លេចជួយ share អត្ថបទមួយនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនដើម្បីឲ្យពួកគេបានយល់ដឹងអំពីការពិតនៃរថយន្តទាំងអស់គ្នាពីខ្ញុំទៅមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ